បាទក៏សូមជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងបានធ្វើដំណើរលើផ្លូវលបឿនលឿនទៀតបងប្អូនយើងចេញដំណើរទៅខាងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺជាលើកទី2បងប្អូនជាលើកទី2បាទចង់ដឹងថាការធ្វើដំណើរទៅជួបជុំជាមួយក្រុមខាងងារនៅខាងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺមានទស្សនវិជ្ជាយ៉ាងណាសូមចូលរួមទស្សនាទាំងអស់គ្នាអូខេ let's go បាទឥឡូវយើងចេញមកក៏ដល់ផ្លូវច្រកចូលផ្លូវលបឿនលឿនបងប្អូនដល់ច្រកចូលផ្លូវលបឿនលឿនហើយទៅចូលបងប្រាក់ហ្នឹងហើយយើងចូលតាមច្រកgate របស់ ANPR បងប្អូន ANPR គឺយើងមិនបាច់ធ្វើការបង់លុយទេអញ្ចឹងយើងចូលតាមច្រកហ្នឹងទៅឲ្យតែ gate គេ scan ផ្លាកលេខឡានអញ្ចឹងទៅយើងអាចទៅបានបងប្អូនបាទឥឡូវយើងធ្វើការចូលតាមច្រកហ្នឹងឥឡូវយើងបើកហើយនិយាយចាប់តាមមកបានយើងក៏បន្តដំណើរទៅមុខរហូតដល់ច្រកកំពង់ស្ពឺបងប្អូនច្រកចេញខាងកំពង់ស្ពឺតោះអូខេเราបន្តដំណើរទៅទាំងអស់គ្នាច្រកចេញខាងកំពង់ស្ពឺអូបាទយើងភ្លេចជំរាបបងប្អូនច្រកកំពង់ស្ពឺគឺយើងចេញតាមច្រកកំពង់ស្ពឺខាងលិចច្រកកំពង់ស្ពឺយើងមានពីរច្រកអាចចេញតាមច្រកខាងកើតនិងច្រកខាងលិចតែយើងបន្តដំណើរទៅចេញនៅច្រកកំពង់ស្ពឺខាងលិចបងប្អូនយើងទៅចេញនៅច្រកកំពង់ស្ពឺខាងលិចយើងចេញតែតិចគឺដល់ទីតាំងយើងតែម្ដងហើយឥឡូវយើងបានមកដល់ហើយបងប្អូននេះកំពង់ស្ពឺលិចគេដាក់កំពង់ស្ពឺលិចអញ្ចឹងយើងចាប់ផ្ដើមបត់ស្ដាំបងប្អូនបត់ស្ដាំចេញទៅខាងកំពង់ស្ពឺចេញទៅខាងច្រកកំពង់ស្ពឺខាងលិចអូខេឥឡូវយើងបានធ្វើដំណើរមកដល់បញ្ចុបងប្រាក់នៅច្រកខាងកំពង់ស្ពឺខាងលិចហ្នឹងបងប្អូនអញ្ចឹងយើងចូលដើម្បីគិតលុយផ្លូវយើងរត់ចូលមកច្រកលឿនលឿនឥឡូវយើងចេញយើងចូលដល់ចូលគិតលុយសិនគិតលុយហើយយើងបន្តដំណើរទៅមុខទៀតបងប្អូនបន្តដំណើរទៅមុខទៀតចេញនៅស្ពឺខាងលិចបងប្អូនច្រកស្ពឺខាងលិចតោះបន្តដំណើរទៅមុខទៀតបងប្អូនបាទបន្ទាប់ពីយើងមកដល់
ច្រកចេញនៅច្រកខាងកំពង់ស្ពឺខាងលិចគឺយើងបត់ឆ្វេងបងប្អូនបើយើងបត់ស្ដាំយើងមកទីរួមខេត្តឥឡូវយើងចាប់បានបត់ឆ្វេងចេញមកបន្តិចមកវាមិនឆ្ងាយបងចេញពីច្រកស្ពឺខាងលិចតែបន្តិចយើងដល់ផ្លូវបត់ទៅក្រោមស្ពាននៃផ្លូវបឿនលឿនវិញគឺយើងបុកទៅខាងស្រុកភ្នំស្រួយចឹងបងប្អូននេះយើងមកដល់ផ្លូវបត់បងប្អូនផ្លូវនេះកន្លែង banner ខាងមុខគឺយើងបត់ឆ្វេងឡានគេវាយភ្លើងកុំឲ្យយើងបត់យើងបត់ឆ្វេងតាម banner នេះដល់កន្លែងផ្លូវ banner នេះយើងបត់ឆ្វេងមកគឺមានគេដាក់មានស្រុកភ្នំស្រួយមានអីចឹងណានេះបងប្អូនចូលទៅត្រង់ទៅគឺដល់ស្រុកភ្នំស្រួយហើយស្រុកនេះតែពិតគឺជាស្រុកភ្នំស្រួយហើយតែយើងចូលទៅក្នុងទៀតចឹងណាចូលទៅដល់ភ្នំកន្លែងដីដែលក្រុមការងាររបស់គ្រួសារខ្ញុំអត់ទិញនៅហ្នឹងចឹងហើយគាត់អាសាហៅមកលេងចឹងណាតែគេថាទេសភាពវាស្អាតបងទេសភាពនៅជាប់ភ្នំជាប់អីចឹងណាឥឡូវយើងបានធ្វើដំណើរមកដល់ជើងភ្នំបងជើងភ្នំហើយមិនមែនជាភ្នំនេះទេយើងទៅមកភ្នំទៀតនេះយើងធ្វើការមកកាន់តាមភូមិអញ្ចឹងខ្ញុំចូលលើកមុនមិនមែនផ្លូវហ្នឹងទេយើងមើល map ភាសានេះជិះតាម map មក map ឲ្យមកតាមនេះតាមពិតយើងចង់ជិះផ្លូវនេះមួយទៀតឲ្យស្គាល់ផ្លូវនេះអញ្ចឹងណាតាមផ្លូវនេះចូលតាមប្រទេសទាហានផ្លូវចូលមកត្រង់តែផ្លូវនេះយើងបត់មុនបត់តាមផ្លូវភូមិវិញកាត់មកជើងភ្នំជិះគេតាមជើងភ្នំនឹងទៅដល់ទីតាំងដីរបស់គាត់ដែរបាទឥឡូវយើងក៏ដល់កន្លែងគេលើជើងភ្នំបត់ស្ដាំហ្នឹងបត់ស្ដាំហើយទៅត្រង់ទៅគឺដល់ទីតាំងដីគាត់ហ្នឹងយើងបត់ស្ដាំតាមបណ្ដោយគេតាមជើងភ្នំចឹងមកហើយយើងមកដល់ជើងភ្នំប៉ុននេះមើលពពកចុះអាប់និយាយយើងមកមេឃរៀងអាប់ដែរបងប្អូនចុះអាប់នេះពពកធ្លាក់មកឡើងលើភ្នំធ្លាក់ដល់ជើងភ្នំតែម្ដងបងប្អូនទេសភាពគឺ fresh មែនទេពេលបងប្អូន stress ម្ដងអាចមកលេងកន្លែងចឹងមើលទៅវា fresh ហើយឥឡូវយើងបានមកដល់បងប្អូនមកដល់កន្លែងដីរបស់គាត់ហើយដីរបស់គាត់មានដាំដំណាំដើមឈើយ៉ាងជុំវិញចឹងណាហើយដីគាត់នៅជាប់មួយជើងភ្នំមិញជើងភ្នំដែលចុះអាប់មិញហ្នឹងជាប់មួយជើងភ្នំដែលចុះអាប់នឹងសុទ្ធតែភ្នំជុំវិញហ្នឹងជុំវិញដីគាត់ហ្នឹងគឺសុទ្ធតែភ្នំ view ភ្នំចឹងដីគាត់ដីចកាអញ្ចឹងគាត់ទិញដីចកានៅជើងភ្នំចឹងដីហាត់តាដែរក្បាលដីគាត់ប្រហែលហាត់តាចឹងណាមានស្រះទឹកមានចំត្រីមានដើមឈើចម្រុះផ្សេងអញ្ចឹងណាបងប្អូនហើយជុំវិញនេះបងប្អូនឃើញសុទ្ធតែភ្នំព័ទ្ធជុំវិញហើយដីគាត់នៅកណ្ដាលចឹងហើយ view គឺអែមមែនតើពេញទៅដោយភ្នំចំពោះខែភ្លៀងខែវស្សាបងប្អូនអ្វីដែលចាប់អារម្មណ៍នេះគឺទឹកហូរដូចទឹកជ្រោះបងប្អូនមានកលាក់ថ្ម2តង់3តង់អញ្ចឹងទឹកនឹងហូរដូចទឹកជ្រោះវាមើលទៅ view ស្អាតមែនទេតែទឹកភ្លៀងដែលហូរចាក់ពីលើអញ្ចឹងវាមិនថ្លាប្រហែលទេវាល្អដែរអញ្ចឹងតែ view ស្អាតដូចទឹកជ្រោះធំអញ្ចឹងវាតូចដែរនេះកលាក់ថ្មវាតូចដែរហើយបើយើងថតគៀកថតបែបហ្នឹងដូចជាស្ថានភាពទឹកជ្រោះធំមែនទេមើលទៅតែតាមពិតទឹកហូរវាកលាក់លើផ្ទាំងថ្មយ៉ាង2តង់អញ្ចឹងហើយសលេងទឹកហូរឡើងឈូអញ្ចឹងហើយបើយើងអង្គុយទឹកអីអង្គុយលេងហ្នឹងគឺមើលមានអារម្មណ៍ថា fresh យ៉ាងអញ្ចឹងហើយនៅជុំវិញដីចកាគាត់ក៏មានដាំដំណាំមានដូងមាន
đam là nôn đam plai lại plai chơi krum mục nhớ nè vợ đây thông mình đến đây bị bể hạt ta đấy làm có tớp là đam ban mình chỉ tra nó nè đấy để ra còn giờ mình về lê thật thái chẳng hay này chia lại tất cả nhập còn rồi cho còn làm bỏ con cho lại tất cả bọn bỏ tất cả bảo hộ chia tận nạn trong đó hiện nhập rồi tầm nam rồi đam chơi gót chẳng này chẳng đam chơi chẳng đam là cái bài nó rất biết chuột từ cái số biết từ đây ở dân máu đi còn máu cho là này nghe máu lấy trong cái golden tower máu cho cái máu được gì rồi đó đấy không có đã ra máu relax nhé đi cái giờ nạt cái máu relax lại đây còn này cái này phải ngập ngạt test phép chơi phần nung sạch mà tên thấy mình trai đấy gì nó spư dân thế còn spư chỉ ta mà vẫn tam là bươn lươn cả muốn dân chi là dân chỉ lấy 4 ví dụ lâu ban là bươn lươn quá dân rồi ta mà khỏi những dân mà đó lại tiết tăng còn này tiết tăng còn đam chơi mà mình đam ca mình chê nhìn với độ đam chơi mình lại chơi còn đam tràn mình đôn mình xoay mình lấy chân khủng cái cho mình đam giúp sẽ đam chơi được có đam cái nhung đam mấy đây chứ không có đam tràn cả đây việt thông phải nam mà còn sầm rọc đam tràn nó cứ sâu mình nhận thay ra thì còn cho thực ca cho bay đây chứ ví dụ còn mà lấy mấy con chua cái chăm ca chăm đây còn đã thế ai lụy còn mò lấy cònสบายเพื่อจะอันก่อนจุดจัดแต่ประเภทปากกาก็จุดจัดดามปากกาจุดจัดมือปอปากกาดามเชยเสียงก็จุดจัดดามมือใช่ไหมเราก็ดามหมกอันนี้คือเชียร์ตีทะเลขังหมกเจาะโจเราก่อนใช่ไหมไอ้เนื้อจัดพนมใช่ไหมก่อนไงตัวหมกติnó lạiพนมเนี่ยไอ้ดมอนนี่คือcái miền chuyện đây lô giống các bạn mà phay các bạn sam vậy được bong bồn anh tinh chỉ hạt ta chọp chân nồng nhất các bạn này thì còn đa mò chứ này ai thì còn mở ca còn số là chụp lên ca ấy chứ này ca ấy gặp bảy có cho gần 7 mở mùi đấy còn số thà nó khá nó có miền này sẽ đặt đam ca sẽ tại chứ này ở thọt khá nó mở miền nó chứ cái gì còn ca muốn cái cột trâu chật mình ta cột 7 chập làm 7 ca 7 ấy lên như thế này nhưng máu khai này về mình sâu chụp liên này nó trong khai để trong lại tập liên này tại máu về miền lâm miền ấy khác là này cái là máu về mình nó thế này bạc lâu trâu màu trắng như thế nó bón nông được bông phồng đắng này ta ngấtมันต้อนแต่เงิดมันดองเงิดมันดองตะเปลี่ยนอันนี้คือจะเพลาโจมเอาคือเป็นคราครัวคราอะไรนี่จังแต่ยืมตอนเป็นเพลาเบตองเป็นเพลาไอ้นี่ที่เราสานนี่เป็นเจได้จังนะเจเชิงพนมได้ตอนเป็นการอภิวัตจิเพลาเบตองเราสุกไปมันดองได้จังได้ก่อนยืมบ้านมาโจรวมเราติดตั้งได้ก่อนมันปีดอยนี่คือเราติดปีได้ยังบ้านมาเลยเราติดตั้งได้ก่อนเราค้างกระป๋องสปืร์สับพร้อมสบู่ของผม
គាត់សប្បាយដើរមើលផ្កាដើរលេងចឹងណាហើយអូនណៃលីគាត់តូចជាងគេក្នុងចំណោមវ័យក្មេង3 4នាក់ចឹងគាត់តូចជាងគេហើយគាត់ដើរលេងជាមួយចាស់ចឹងសុំដើរលេងជាមួយគ្នាចឹងទៅមកមានក្មេងកូនរបស់ក្រុមការងារពួកគាត់មកមានយកកូនយកក្មេងមកលេងទាំងអស់គ្នាចឹងណាគេថាផ្លូវវាមិនពិបាកវាអោសរ៉ូតអីឡើងភ្នំចុះភ្នំទេយើងជិះតាមជើងភ្នំធម្មតាចឹងហើយនេះគឺជាច្រកចូលដីគាត់ចឹងណាច្រកចូលផ្នែកខាងមុខគាត់គឺបែបហ្នឹងបងផ្លូវលំចូលមកចឹងទៅហើយគាត់ធ្វើជាផ្ទះលំហែធ្វើអីគាត់នៅកណ្ដាលឆ្ការបស់គាត់ចឹងណាចូលមកជើងចឹងគាត់មានធ្វើជាផ្ទះលំហែធ្វើអីគាត់មួយពីរចឹងទៅកណ្ដាលគាត់មកលេងមានផ្ទះបាយមានអីចឹងទៅទៅវាមួយយ៉ាងដែរបងប្អូនទស្សនភាពទេសភាពគឺមួយយ៉ាងអានឹងសំខាន់លើយើងរៀបចំបានស្អាតទៅហើយយើងមកលេងម្ដងមកការទៅកាត់ fresh មែនតើបងប្អូនយើង fresh យ៉ាងណាមកលេងទៅជុំហូបចុកចឹងទៅលេងនេះលេងនោះចឹងទៅបាយទាំងលេងហើយនេះបងប្អូនមើលលហុងផ្លែដាំបងដឹងហើយដីការដីភ្នំបន្លែអាហ្នឹងមកមានអ្នកថែសារដាក់ទៅនឹងទៅដោះហើយនេះគឺជានេះគឺជាដើមស្អំបងប្អូនដើមស្អំមានដើមស្អំដើមដូងអញ្ចឹងបងប្អូនដូងទៀតតែចាប់បានផ្កាហើយមានលូដោះទឹកមានប្រព័ន្ធធ្វើជាប្រព័ន្ធទឹកអញ្ចឹងហើយខាងគាត់ដាក់ថង់យ៉ាងកុំឲ្យវាបាក់ដីអញ្ចឹងត្រីអីគាត់ចិញ្ចឹមតាមនឹងដែរមានត្រីមានអីដាក់ក្នុងហ្នឹងអញ្ចឹងគាត់ឆ្នៃចិញ្ចឹមត្រីចិញ្ចឹមអីវាហូរធាក់ទៅតែវាមិនហូរដល់ពេលកន្លែងជ្រោះកន្លែងទឹកហូរខ្លាំងនេះគាត់ដាក់តំណាញ់បាំងកុំឲ្យត្រីវាធ្លាក់ទៅក្រោមអញ្ចឹងត្រីវាអាចឡើងអាចចុះអញ្ចឹងគាត់អាចស្ទូចអាចអូបានអញ្ចឹងត្រីធម្មជាតិរបស់គាត់អញ្ចឹងទៅមុនឃើញកូនត្រីទួឲ្យកូនច្រើនហើយនិយាយទៅទស្សនភាពការគាត់គឺមានប៉ុណ្ណឹងបងប្អូនហើយក៏សូមអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយគេសូមឲ្យការធ្វើដំណើរបងប្អូនទីចិត្តទីឆ្ងាយប្រកបដោយសុវត្ថិភាពរីករាយមានអាកាសបុណ្យទានផ្សេងបុណ្យប្រជុំបុណ្យអុំទូកនាពេលខាងមុខនេះបងប្អូនធ្វើដំណើរទីចិត្តទីឆ្ងាយសូមប្រកបដោយសុខសុវត្ថិភាពហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយជាចុងក្រោយមានតែពាក្យថាអរគុណបងប្អូនជម្រាបលាបាយសុខសប្បាយទាំងអស់គ្នាអរគុណច្រើន